តើអ្នកធ្លាប់សម្លឹងមើលជីវិតខ្លួនឯងហើយឆ្ងល់ទេថាហេតុអ្វីបានជាអ្វីមិនព្រមផ្លាស់ប្ដូរទាល់តែសោះទាំងដែលចិត្តយើងចង់ផ្លាស់ប្ដូរខ្លាំងស្ទើរស្លាប់ទៅហើយយើងចង់បានលទ្ធផលល្អជាងមុនចង់មានទម្លាប់ល្អជាងមុនចង់ជោគជ័យជាងមុនប៉ុន្តែមិនដឹងយ៉ាងម៉េចអនាគតនៅតែដដែលថ្ងៃនេះខ្ញុំចង់ចែករំលែកគំនិតដ៏សាមញ្ញមួយប៉ុន្តែមានឥទ្ធិពលខ្លាំងលើជីវិតរបស់យើងចូលគ្រប់គ្រងថ្ងៃនេះដើម្បីរៀបចំថ្ងៃស្អែកឲ្យល្អប្រសើរឃ្លាមួយម៉ាត់នេះមានបង្កប់នៅការពិតយ៉ាងជ្រាលជ្រៅបំផុតអំពីជីវិតវិន័យនិងការអភិវឌ្ឍខ្លួនតើគ្រប់គ្រងថ្ងៃនេះមានន័យពិតប្រាកដដូចម្ដេចពេលដែលយើងនិយាយថាគ្រប់គ្រងថ្ងៃនេះវាមិនមែនមានន័យថាយើងត្រូវគ្រប់គ្រងអ្វីគ្រប់យ៉ាងក្នុងโลกនោះទេយើងមិនអាចគ្រប់គ្រងគ្រប់រឿងបានឡើយយើងមិនអាចគ្រប់គ្រងអាកាសធាតុបានទេយើងមិនអាចគ្រប់គ្រងមាត់អ្នកដទៃបានទេយើងមិនអាចគ្រប់គ្រងនិងកែប្រែអតីតកាលបានឡើយប៉ុន្តែមានរឿងមួយដែលយើងអាចគ្រប់គ្រងបានជានិច្ចនោះគឺពេលវេលាបច្ចុប្បន្នរបស់យើងអាចគ្រប់គ្រងអ្វីដែលយើងកំពុងគិតអ្វីដែលយើងកំពុងធ្វើរបៀបដែលយើងតបតទៅកាន់បញ្ហានិងរបៀបដែលយើងប្រើប្រាស់ពេលវេលាជារៀងរាល់ថ្ងៃជីវិតតែងតែផ្ដល់ជម្រើសតូចៗឲ្យយើងជានិច្ចក្រោកពីគេងពីព្រលឹមឬដេកដល់ថ្ងៃចាំងគូតខំប្រឹងរៀនសូត្រឬចេះតែពន្យាពេលផ្ដោតអារម្មណ៍ឬបណ្ដោយតាមការរំខានរក្សាភាពស្ងប់ស្ងាត់ឬខឹងសម្បាហើយជម្រើសតូចៗទាំងនេះមើលទៅហាក់ដូចជាសាមញ្ញណាស់ប៉ុន្តែវាមានអំណាចខ្លាំងណាស់ពីព្រោះថាជីវិតរបស់អ្នកមិនមែនផ្លាស់ប្ដូរដោយសារការធ្វើរឿងធំដុំតែមួយលើកនោះទេវាផ្លាស់ប្ដូរដោយសារថ្ងៃនេះដ៏តូចល្អិតរាប់ពាន់ដងបញ្ចូលគ្នាគ្រោះថ្នាក់នៃការមិនគ្រប់គ្រងថ្ងៃនេះឲ្យល្អតោះនិយាយការពិតត្រង់ទៅមើលមនុស្សភាគច្រើនបរាជ័យមិនមែនមកពីពួកគេគ្មានសមត្ថភាពនោះទេពួកគេបរាជ័យគឺដោយសារតែពួកគេនឹងបណ្ដោយឲ្យថ្ងៃនេះរបូតចេញពីដៃរបស់ពួកគេតែងតែនិយាយថាចាំស្អែកចាំធ្វើក៏បានសុំសម្រាប់បន្តិចទៀតទៅមើលថ្ងៃនេះអត់មានអារម្មណ៍ធ្វើអីសោះហើយបន្តិចម្ដងថ្ងៃនេះក៏ត្រូវខាតបង់ទៅទទេដោយពុំបានធ្វើអ្វីឲ្យជាដុំកំភួនពន្យាពេលពីមួយថ្ងៃคล้ายទៅជាមួយសប្តាហ៍ពីមួយសប្តាហ៍คล้ายជាដាច់ខែពីមួយខែคล้ายជាអស់មួយឆ្នាំហើយស្រាប់តែថ្ងៃមួយពួកគេភ្ញាក់ខ្លួនឡើងរួចសួរខ្លួនឯងថាហេតុអ្វីបានជាគ្មានអ្វីផ្លាស់ប្ដូរសោះអញ្ចឹងហេតុអ្វីជីវិតខ្ញុំហាក់គ្មានអ្វីល្អប្រសើរឡើងអញ្ចឹងការពិតគឺសាមញ្ញណាស់ថ្ងៃស្អែករបស់ម្សិលមិញវាបានคล้ายជាថ្ងៃនេះទៅហើយតែយើងបែរជាមិនគ្រប់គ្រងវាហេតុអ្វីបានជាថ្ងៃនេះមានអំណាចខ្លាំងម្ល៉េះថ្ងៃនេះគឺជាពេលវេលាពិតប្រាកដតែមួយគត់ដែលយើងមាននៅក្នុងដៃរបស់យើងម្សិលមិញបានកន្លងហួសទៅហើយថ្ងៃស្អែកក៏មិនទាន់មកដល់ដែរមានតែថ្ងៃនេះទេដែលកំពុងរស់រវើកសាកគិតមើលបើអ្នកអភិវឌ្ឍខ្លួនតែ 1% ទេនៅថ្ងៃនេះគឺអ្នកកំពុងដើរទៅមុខហើយបើអ្នកអានសៀវភៅតែ20នាទីទេថ្ងៃនេះគឺអ្នកកំពុងសន្សំចំណេះដឹងហើយបើអ្នកហាត់ប្រាណថ្ងៃនេះគឺអ្នកកំពុងបង្កើតសុខភាពហើយបើអ្នករក្សាវិន័យបាននៅថ្ងៃនេះគឺអ្នកកំពុងសូនរូបរាងអនាគតខ្លួនឯងហើយសកម្មភាពតូចតាចទាំងនេះមើលទៅដូចជាគ្មានតម្លៃអ្វីទេនៅពេលនេះប៉ុន្តែវាកំពុងតែលបលួចកសាងថ្ងៃស្អែករបស់អ្នកយ៉ាងស្ងៀមស្ងាត់ដូចជាដំណក់ទឹកដែលហូរតក់តែវាអាចទម្លុះថ្មបានសកម្មភាពប្រចាំថ្ងៃរបស់អ្នកក៏កំពុងតែរៀបចំវាសនាជីវិតរបស់អ្នកដូចគ្នាការគ្រប់គ្រងខ្លួនឯងគឺជាអំណាចពិតប្រាកដមនុស្សជាច្រើនគិតថាអំណាចគឺសំដៅលើការគ្រប់គ្រងនិងបញ្ជាអ្នកដទៃប៉ុន្តែអំណាចពិតប្រាកដគឺខុសពីនេះដាច់ស្រឡះអំណាចពិតប្រាកដគឺការគ្រប់គ្រងខ្លួនឯងឲ្យបានល្អតើអ្នកអាចនិយាយពាក្យថាទេទៅកាន់រឿងឥតប្រយោជន៍ដែលមករំខានអ្នកបានទេដូចជាការលេងហ្គេមលេង TikTok លេង Facebook ជាដើមតើអ្នកអាចរក្សាការផ្ដោតអារម្មណ៍បានទេនៅពេលដែលចិត្តរបស់អ្នកចង់តែភាពស្រណុកសុខស្រួល
តើអ្នកអាចធ្វើរឿងដែលត្រឹមត្រូវនិងមានប្រយោជន៍បានទេទោះបីជាវាពិបាកធ្វើក៏ដោយនេះហើយជាចំណុចចាប់ផ្ដើមនៃវិន័យពីព្រោះរាល់ពេលដែលអ្នកគ្រប់គ្រងខ្លួនឯងបាននៅថ្ងៃនេះអ្នកនឹងកាន់តែរឹងមាំនៅថ្ងៃស្អែកហើយរាល់ពេលដែលអ្នកបណ្ដោយខ្លួននៅថ្ងៃនេះអ្នកកំពុងតែធ្វើឲ្យអនាគតខ្លួនឯងទន់ជ្រាយទៅហើយការគ្រប់គ្រងខ្លួនឯងគឺដូចជាការហាត់សាច់ដុំអញ្ចឹងដែរកាលណាប្រើវាកាន់តែច្រើនវាកាន់តែរឹងមាំទំនាក់ទំនងរវាងថ្ងៃនេះនិងថ្ងៃស្អែកសូមស្រមៃមើលថាជីវិតរបស់អ្នកដូចជាការដាំដើមឈើមួយដើមថ្ងៃនេះគឺជាថ្ងៃដែលត្រូវដាំកូនឈើនិងសារព្រោះគ្រាប់ពូជបើអ្នកដាំគ្រាប់ពូជល្អនៅថ្ងៃនេះដូចជាវិន័យការរៀនសូត្រភាពអត់ធ្មត់និងការខិតខំប្រឹងប្រែងនោះថ្ងៃស្អែកវានឹងលូតលាស់ទៅជាផ្លែផ្កាដ៏ល្អត្រកាលដោយស្វ័យប្រវត្តិផ្ទុយទៅវិញបើអ្នកដាំភាពខ្ជិលច្រអូសការពន្យាពេលក្នុងការធ្វើការឬរៀនសូត្រនិងការយកលេសដោះសារនោះថ្ងៃស្អែករបស់អ្នកក៏នឹងហុចផលឲ្យមកវិញបែបនោះដូចគ្នាដូច្នេះអនាគតមិនមែនកើតឡើងដោយចៃដន្យភ្លាមនោះទេវាត្រូវបានបង្កើតឡើងមួយជំហានម្ដងដោយចាប់ផ្ដើមពីថ្ងៃនេះវិធីសាស្ត្រអនុវត្តដើម្បីគ្រប់គ្រងថ្ងៃនេះចុះសំណួរសួរថាតើយើងត្រូវគ្រប់គ្រងថ្ងៃនេះតាមរបៀបណាទៅវាមិនមានអីស្មុគស្មាញទាល់តែសោះចូលចាប់ផ្ដើមពីចំណុចតូចក្រោកពីគេងដោយមានគោលបំណងច្បាស់លាស់រៀបចំផែនការងារមុនពេលចាប់ផ្ដើមថ្ងៃថ្មីធ្វើការងារណាដែលពិបាកជាងគេមុនគេជៀសវាងការលេងទូរស័ព្ទឬរឿងរំខានដែលមិនចាំបាច់សម្រាកដោយដឹងខ្លួនមិនមែនសម្រាកព្រោះតែញៀននឹងការកំសាន្តនោះទេធ្វើអ្វីត្រូវធ្វើឲ្យចប់ចុងចប់ដើមហើយអ្វីដែលសំខាន់បំផុតនោះគឺកុំរងចាំទាល់តែមានទឹកចិត្តឬអារម្មណ៍ motivation ចង់ធ្វើព្រោះអារម្មណ៍ដាស់តឿនវាមកតែមួយផ្លេតទេប៉ុន្តែវិន័យទេទៅជាសេចក្តីសុខដ៏ថិតថេរទោះបីជាមិនសូវមានអារម្មណ៍ចង់ធ្វើក៏យើងនៅតែធ្វើវាដែរនេះហើយហៅថាការគ្រប់គ្រងការផ្លាស់ប្ដូរផ្នត់គំនិតអ្នកត្រូវតែឈប់គិតថាខ្ញុំនឹងផ្លាស់ប្ដូរនៅថ្ងៃស្អែកប៉ុន្តែត្រូវប្ដូរមកគិតវិញថាខ្ញុំកំពុងតែផ្លាស់ប្ដូរនៅថ្ងៃនេះពីព្រោះថាអ្នកជំនាញគ្រប់រូបសុទ្ធតែធ្លាប់ជាអ្នកចាប់ផ្ដើមដំបូងដែលមិនដឹងអីទាល់តែសោះមនុស្សជោគជ័យគ្រប់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់ការលំបាកនិងការតស៊ូដូចគ្នាប៉ុន្តែចំណុចខុសគ្នាដ៏សាមញ្ញមួយគត់គឺពួកគេបានគ្រប់គ្រងថ្ងៃនេះរបស់ពួកគេទោះបីជាស្ថិតក្នុងស្ថានភាពពិបាកយ៉ាងណាក៏ដោយការឆ្លុះបញ្ចាំងការពិតនៃអារម្មណ៍ថ្ងៃណាមួយក្នុងអនាគតអ្នកនឹងក្រឡេកមើលមកក្រោយទៅកាន់ជីវិតអតីតកាលរបស់អ្នកនៅពេលនោះអ្នកនឹងមានអារម្មណ៍មួយក្នុងចំណោមពីរទី1មានមោទនភាពចំពោះវិន័យដែលអ្នកបានខំកសាងឡើងឬទី2ស្ដាយក្រោយចំពោះពេលវេលាដែលអ្នកបានបណ្ដោយឲ្យបាត់បង់ទៅហើយភាពខុសគ្នារវាងអនាគតទាំងពីរនេះគឺស្ថិតនៅលើរបៀបដែលអ្នកប្រើប្រាស់ថ្ងៃនេះមិនមែនថ្ងៃណាមួយនោះទេមិនមែនចាំបន្តិចទៀតនោះទេមិនមែនចាំស្អែកនោះទេគឺថ្ងៃនេះដូច្នេះសូមចងចាំរឿងនេះទុកអ្នកមិនចាំបាច់មានជីវិតដ៏ល្អឥតខ្ចោះទើបអាចចាប់ផ្ដើមបាននោះទេអ្នកមិនចាំបាច់មានលក្ខខណ្ឌល្អគ្រប់យ៉ាងនោះទេអ្នកមិនចាំបាច់រងចាំអារម្មណ៍ល្អឥតខ្ចោះនោះឡើយអ្នកត្រូវការតែរឿងមួយគត់គឺគ្រប់គ្រងថ្ងៃនេះពីព្រោះនៅពេលដែលអ្នកគ្រប់គ្រងថ្ងៃនេះបានគឺអ្នកកំពុងតែសូនរូបរាងថ្ងៃស្អែកយ៉ាងស្ងៀមស្ងាត់ហើយបើអ្នកនៅតែបន្តធ្វើវាពីមួយថ្ងៃទៅមួយថ្ងៃពីមួយខណៈទៅមួយខណៈថ្ងៃណាមួយអ្នកនឹងសម្លឹងមើលជីវិតខ្លួនឯងហើយញញឹមរួចនិយាយថាខ្ញុំមិនមែនរងចាំការផ្លាស់ប្ដូរនោះទេគឺខ្លួនខ្ញុំផ្ទាល់នេះហើយជាអ្នកបង្កើតការផ្លាស់ប្ដូរ